មានស្គាល់ច្រើនខ្ញុំស្រឡាញ់ពាក្យថាប្រជាធិបតេយ្យអញ្ចឹងឲ្យតែគណៈបកប្រជាធិបតេយ្យមានសែនស្តៀងគ្នាមានទំនោរតូទាន់ប្រហាក់ប្រហែលគ្នាខ្ញុំនឹងចូលរួមឲ្យតែបើកឱកាសពីព្រោះខ្ញុំគឺជាខ្មែរអញ្ចឹងណាខ្ញុំមិនមែនអត់ទាន់សម្រេចចិត្តចូលគណៈបកណាមួយទេប៉ុន្តែខ្ញុំស្រឡាញ់ពាក្យរួមហើយខ្ញុំស្រឡាញ់បាវចនារបស់គណៈបកប្រជាធិបតេយ្យជឿនលឿននីតិរដ្ឋដោយលោកប្រធានលើកឡើងហើយពួកយើងរងគ្រោះដោយសារថានីតិរដ្ឋនឹងឯងបាទនីតិរដ្ឋអត់ល្អផងយើងមិនរស់នៅសុខស្រួលភាពតរភាពជាបងប្អូនខ្ញុំចង់ដឹងថាបើខ្ញុំមកពីភ្លើងទៀនប្រជាធិបតេយ្យជឿនលឿនចូលមកស្វាគមន៍ខ្ញុំអត់ញឹមដាក់ខ្ញុំអត់ដោយអ្វីដែលជាបាវចនារបស់ខ្លួនឯងលើកឡើងអត់អញ្ចឹងណាអញ្ចឹងសូមបកស្រាយប៉ុណ្ណឹងហើយក៏សូមអរគុណដល់បងប្រធានដែលបានលើកឡើងអំពីពាក្យថារូបរួមខ្ញុំក៏ចង់និយាយចឹងដែរខ្ញុំអ្នកមូលដ្ឋានខ្ញុំអត់មើលឃើញតំណែង120កៅអីនៅក្នុងសភាហ្នឹងទេខ្ញុំចង់បានតំណាងរាស្ត្រឬខ្ញុំចង់បានប្រធានសភាទូទាំងប្រទេសយ៉ាងហោចណាស់ពាក់កណ្ដាលនៃ1652យើងត្រូវធ្វើជាប្រធានរដ្ឋសភាមូលដ្ឋានទាំងអស់គ្នាយើងមិនទៅពឹងមនុស្ស123នាក់នៅអង្គុយលើកដៃក្នុងសភាហ្នឹងទេទៅមើលអាហ្នឹងអ្នកនយោបាយងាកមកគេមានលុយ10000គេស្លមួយឆ្នាំងហូបគ្នាគេមកប្រទេសឯងមានលុយតែ7000សោះចែកគ្នា8នាក់យកទៅស៊ីឲ្យកើតខ្ញុំចង់សួរអញ្ចឹងតែយើងធ្វើឲ្យកើតបើយើងគិតតែពីបែកគ្នាហើយពេលដែលយើងចេញមកធ្វើនយោបាយយើងចាប់ផ្ដើមលើកដៃយើងសល់ពី2017ពួកយើងគឺជាឈាម2017ពួកយើងគឺជាហ្សែន2017ឪយើងម៉ែយើងនៅតែនេះឪយើងម៉ែយើងនៅតែនោះប៉ុន្តែពួកយើងយកគេរបស់ឪដែលមានលុយតែ7000រៀលសោះគេមាន10000គេបែកគ្នាផងឯងមានតិចជាងគេហើយប្រឹងបែកគ្នាទៀតរួចដោយលោកប្រធានថាទៀមទាក្រោយបោះឆ្នោតសភាខ្ញុំថាគណៈបកណាដែលមិនរួមគ្នាមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ទេខ្ញុំចូលរួមហែកគណៈបកនោះមុនគេមកតែស្អីអ្នកមានស្មារតីជាតិនិយមទេប្រទេសដល់ដំណាក់កាលប៉ុណ្ណឹងហើយនៅចរចាកៅអីក្រោយ2027ទៀតនៅសួរថាណាបេក្ខជននាយករដ្ឋមន្ត្រីទៀតនៅសួរថាក្រសួងនោះទុកឲ្យណាទៀតហើយសួរអានឹងធ្វើអីបង្កើតនាយករដ្ឋមន្ត្រីមូលដ្ឋានឲ្យបាន1652ឃុំសិនចាំទៅនិយាយនាយករដ្ឋមន្ត្រីប្រទេសមួយមនុស្សម្នាក់មានឲ្យបាក់តែនាយករដ្ឋមន្ត្រី1652ឃុំនេះដែលនៅផ្ទាល់ជាមួយប្រជាពលរដ្ឋដែរបើគណៈបកណាឈ្នះឃុំហើយមិនឈ្នះសភាទេកោក្បាលបាទកោក្បាលពីព្រោះប្រព័ន្ធរដ្ឋបាលសំខាន់ណាកុំនិយាយពីរឿងយកលុយ$10ទៅជួយប្រជាពលរដ្ឋនិយាយពីរឿងថាប្រជាពលរដ្ឋទៅធ្វើសម្បត្តិកណើតអត់អស់$10តែអានឹងប្រជាពលរដ្ឋយកមួយណាទៅកុំនិយាយពីរឿងកមកបេទៅជួយប្រជាពលរដ្ឋនិយាយពីប្រជាពលរដ្ឋទៅសញ្ញេសម្បត្តិដីអត់អស់លុយមួយណាដែលប្រជាពលរដ្ឋគ្រប់ត្រូលជាងអញ្ចឹងសូមជូនអ្នកនយោបាយថាលោកប្រធានថាម៉េចថាម៉ែណាអូកាឡាដល់ណាពេលវេលាអ្នកនយោបាយអត់មានច្រើនទេណាហើយខ្ញុំអត់មានពេលវេលាជួយអស់លោកអិសរាជជននយោបាយច្រើននេះខ្ញុំមានប្រពន្ធកូនខ្ញុំចាំដែរណាកុំអាងតែប្រជាធិបតេយ្យទម្លាក់ប្រជាធិបតេយ្យចុះមកក្រោមឲ្យសកម្មជនរត់តាមអ្នកក្រោមមូលដ្ឋានឥឡូវមិនមែនជាកូនខ្មុំទេពួកយើងមិនមែនកូនខ្មុំទេណាពួកយើងទៅធ្វើខ្លួនយើងឲ្យคล้ายជាមេខ្មុំខ្លួនឯងពួកយើងជាកូនខ្មុំយើងថ្មិចភ្នែកតាមមេខ្មុំហ្នឹងហើយចុះបើមេខ្មុំទៅហើចូលអន្ទាក់គេទៅមិនយើងនៅក្នុងអន្ទាក់ដែរអញ្ចឹងមុននឹងហើតាមមេខ្មុំបើកភ្នែកមើលផងអញ្ចឹងណាអរគុណខ្ញុំបោះស្រាយប៉ុណ្ណឹងថាខ្ញុំអត់ទាន់ចូលរួមប្រជាធិបតេយ្យជឿលឿនទេសំបងកុំយល់ច្រឡំហើយខ្ញុំក៏ជួបគ្រប់បកដែរបាទចំនួនថ្មីបងមីសវណ្ណរាក៏ខ្ញុំចូលរួមហូបកាហ្វេជជែកហើយប្រជាធិបតេយ្យជឿនលឿននេះក៏ខ្ញុំបានជួបជជែកម្ដងដែរប៉ុន្តែអ្វីដែលគិតយល់បំណងខ្ញុំខុសត្រង់ថាគិតឲ្យខ្ញុំកាន់ស្រុកដូចដែលបងលើកចឹងលឿនពេកពួកខ្ញុំគិតថាខ្ញុំមិនមែនជាអ្នកមកយកតំណែងទេខ្ញុំគិតថាខ្ញុំគឺជាសាជូម្ដុំទូចដែលទម្លាក់ចូលក្នុងល្អក់ទឹកល្អក់ហើយអាចរោមថ្លាហើយមើលគ្នាឃើញសិនចាំជិះគិតគ្នាថាយើងគួរទៅណាអរគុណ